សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងសប្តាហ៍នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះស្រីជ័យជាតិអង្គស្ងួនឆ្នាំ1749ដល់ឆ្នាំ1755តាមការស្នើសុំរបស់អង្គការទាំងពីរជាអ្នកឈ្នះសង្គ្រាមព្រះស្រីជ័យជាតិអង្គស្ងួនជាព្រះរាជបុត្រព្រះស្រីធម្មរាជាស្ដេចឡើងប្រផ្ដាប់ពិស័យសោយរាជសម្បត្តិតពីសម្ដេចព្រះរាមាធិបតីព្រះអង្គទងនៅរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចស្ដេចព្រះរាជាអង្គការព្រះជ័យជាតិរិទ្ធីរាជដោយសារអង្គញាសួគ៌លោកអុកជាចៅហ្វាយខេត្តពោធិ៍សាត់មានគុណបំណាច់ធ្វើសង្គ្រាមឈ្នះព្រះសេដ្ឋាធិរាជនិងទ័ពយួនហើយយាងព្រះអង្គមកឡើងសោយរាជព្រះស្រីជ័យជាតិអង្គស្ងួនទ្រង់បានតែងតាំងអង្គញាអុកនេះជាសម្ដេចចៅវាទុលហៈនាយករដ្ឋមន្ត្រីហើយតែងតាំងអង្គហ៊ីងដែលធ្លាប់បានធ្វើគុតបងរបស់ខ្លួនគឺព្រះស្រីធម្មរាជាអង្គអឹមនោះឲ្យឡើងងារជាព្រះមហាឧបរាជប៉ុន្តែដោយមានមន្ត្រីជាច្រើនកើតក្តីច្រណែននឹងអង្គញាអុកដែលធ្លាប់តែធ្វើជាចៅហ្វាយខេត្តហើយមកទទួលតំណែងដ៏ខ្ពង់ខ្ពស់បំផុតនេះមន្ត្រីទាំងនោះក៏ធ្វើកលជាទូលស្ដេចមូលបង្កាច់អង្គញាអុកថាចង់ក្បត់ព្រះរាជាដណ្ដើមយករាជសម្បត្តិព្រះស្រីជ័យជាតិរិទ្ធីរាជអង្គស្ងួនមិនបានគិតពិចារណាឲ្យម៉ត់ចត់ក៏ជឿពាក្យមន្ត្រីទាំងនោះហើយប្រើពួកចាមជ្វាឲ្យលបចូលលុកសម្លាប់សម្ដេចចៅវាលទុលហៈអុកទាំងយប់ប៉ុន្តែសម្ដេចចៅវាលទុលហៈអុកដឹងមុនក៏នាំបុត្រភរិយាភៀសទៅស្រុកសៀមបាត់ទៅប្រហែលរយៈពេល2ឆ្នាំក្រោយមកព្រះស្រីជ័យជាតិអង្គស្ងួនក៏បញ្ជាឲ្យលើកគ្រឿងបណ្ណាការនិងរាជសារទៅថ្វាយស្ដេចសៀមដើម្បីសុំអនុញ្ញាតឲ្យព្រះរាមាធិបតីអង្គទងជាព្រះបិតុលាព្រះអូតេរាជាអង្គសូបុត្រព្រះបិតុលានិងព្រះញាតិទាំងអស់យាងត្រឡប់មកប្រទេសកម្ពុជាវិញព្រះរាជាសៀមទ្រង់យល់ព្រមហើយចាត់កងទ័ពឲ្យដង្ហែព្រះរាមាធិបតីព្រះអង្គទងនិងព្រះញាតិវង្សមកស្រុកខ្មែរវិញនៅឆ្នាំ1751នៃគ្រិស្តសករាជយាងមកដល់ស្រុករាមាចាស់ខេត្តពោធិ៍សាត់ព្រះអង្គទ្រង់គង់នៅទីនោះយ៉ាងយូរចំណែកព្រះអូតេរាជាអង្គសូក៏ថ្វាយបង្គំព្រះបិតាសុំទៅសាងភ្នោះនៅនគរវត្តជាទីដែលព្រះអង្គប្រឈួនហើយសុគតនៅទីនោះទៅក្រោយពីព្រះអូតេរាជាអង្គសូឈឺសុគតទៅព្រះរាមាធិបតីព្រះអង្គទងជាព្រះបិតាក៏បានប្រទាននាមដល់ព្រះអង្គតំជាចៅឲ្យមាននាមថាព្រះអូតេរាជាដូចបិតាព្រះអង្គដែរនៅក្នុងរាជព្រះស្រីជ័យជាតិអង្គស្ងួននេះមានការបះបោរដណ្ដើមរាជមួយយ៉ាងធំដែលដឹកនាំដោយនាម៉ឺនម្នាក់មានងារឬឈ្មោះជាព្រះខេត្តឯកដែលចង់ដណ្ដើមរាជបល្ល័ង្កថ្វាយទៅព្រះអូតេរាជាអង្គតន់ជាចៅព្រះរាមាធិបតីព្រះអង្គទងប៉ុន្តែព្រះអង្គទងមិនសពព្រះរាជហឫទ័យនឹងអំពើនេះទេខេត្តឯកបានបញ្ជាឲ្យកូនឈ្មោះម៉ឺនព្រំដើរបញ្ចុះបញ្ចូលរាជដោយយកមនុស្សម្នាក់ឈ្មោះសួសធ្វើជាអ្នកសិលខ្លាំងពូកែឈ្មោះសិលសួសហើយយកមនុស្សកំបុតដៃជើងម្នាក់ឲ្យជិះក្រែស្នែងបាំងខ្លះជាអ្នកមានបុណ្យដាក់ឈ្មោះថាអង្គុលីរាជកែនរាជជាទ័ពមកច្បាំងនឹងទ័ពព្រះស្រីជ័យជាតិអង្គស្ងួនប៉ុន្តែទីបំផុតដោយមានព្រះរាមាធិបតីព្រះអង្គទងលើកទ័ពជួយព្រះស្រីជ័យជាតិរិទ្ធីរាជជាស្ដេចផែនដីផងខេត្តឯកនិងម៉ឺនព្រំជាកូនព្រមទាំងសិលសួសនិងអង្គុលីរាជត្រូវចាប់បានហើយប្រហារជីវិតបង់ព្រះបាទសម្ដេចព្រះរាជាអង្គការព្រះស្រីជ័យជាតិរិទ្ធីរាជអង្គស្ងួនទ្រង់សោយរាជបានរយៈពេល7ឆ្នាំដល់ឆ្នាំ1755ទ្រង់អាពាធរោគគ្រុនពឹសហើយសុគតទៅព្រះរាជវង្សានុវង្សនាម៉ឺនសព្វមុខមន្ត្រីព្រាហ្មណ៍បរហិតបានប្រារព្ធពិធីបុណ្យសុន្ទររាជតាមរាជប្រវេណីហើយដង្ហែព្រះអធិធាតុទៅតម្កល់នៅក្នុងចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គនោះទៅបន្ទាប់មកព្រះរាជាគណៈសង្ឃព្រះញាតិវង្សានុវង្សនាម៉ឺនសព្វមុខមន្ត្រីសេនាបតីក៏យាងព្រះរាមាធិបតីព្រះអង្គទងដែលជាព្រះបិតុលាឲ្យឡើងសោយរាជបន្តជាលើកទី2លោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជព្រះស្រីជ័យជាតិអង្គស្ងួននៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជលើកទី2របស់សម្ដេចព្រះរាមាធិបតីព្រះអង្គទងសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ